មាជិកភាពកីឡាករទាំងពីរបានឡើងលើសង្វៀនរួចជាស្រេចផ្ដល់ភារៈជូនលោកអញ្ញាកណ្ដាលគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីយើងមកស្គាល់ពីប្រវត្តិកីឡាករគូពិសេសទី2គុណខ្មែរយើងត្រូវរួមថែសម្បត្តិដូនតាគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីសមាជិកភាពកីឡាករទាំងពីរបានឡើងលើសង្វៀនរួចជាស្រេចផ្ដល់ភារៈជូនលោកអញ្ញាកណ្ដាលគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីយើងមកស្គាល់ពីប្រវត្តិកីឡាករគូពិសេសទី2បង្គោលក្រហមកីឡាករខំចក្រីនគេមានអាយុ22ឆ្នាំកម្ពស់ 1.70 ទម្ងន់60 គីឡូក្រាមប្រវត្តិប្រកួតបាន43ដងឈ្នះ32ដងចាញ់11ដងមិនដែលស្មើគេបានផ្ដួលប្រកួតគូប្រកួតឲ្យបាត់បង់ស្មារតីចំនួន17ដងប្រកួតចុងក្រោយឈ្នះកីឡាករភក្តីដាលីនដោយពិន្ទុបង្គោលក្រហមថ្វាយបង្គំគ្រូដោយរំលឹកគុណគ្រូគេមានស្រុកកំណើតនៅភូមិអូបាដាវឃុំបន្សាយរៈស្រុកសំរោងខេត្តឧត្តរមានជ័យបង្វឹកដោយលោកគ្រូបឺតខាំរបស់ក្លឹបរាជសីមានរិទ្ធអស់លោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍បង្គោលក្រហមខំចាក់គ្រីនចំណែកបង្គោលខៀវឯនេះវិញកីឡាករធុនចំណាប់គេមានអាយុ18ឆ្នាំកម្ពស់ 1.71 ទម្ងន់60 គីឡូក្រាមប្រវត្តិប្រកួត57ដងឈ្នះ50ដងចាញ់5ដងស្មើ2ដងផ្ដួលដៃគូឲ្យសន្លប់13ដងប្រកួតចុងក្រោយឈ្នះគូប្រកួតដោយពិន្ទុគេថ្វាយបង្គំគ្រូដោយអិនទ្រីសំដែងរិទ្ធមានស្រុកកំណើតនៅភូមិប្រទាលឃុំអណ្ដូងទឹកស្រុកបុទុមសាគរខេត្តកោះកុងបង្វឹកដោយលោកគ្រូធុនសុភាមកពីក្លឹបមេជ្ឈមណ្ឌលកងយុទ្ធពលខេមរៈភូមិន្ទអស់លោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍បង្គោលខៀវកីឡាករធុនចំណាំមកគូនេះដឹងតែកក្រៅទៀតហើយបងប្អូនណាត្រៀមទស្សនាកុំព្រិចភ្នែកអីសោះមិននេះជួបបងប្អូនប្រុសម្នាក់ខ្ញុំជួបគាត់នៅបន្ទប់ទឹកចៃដល់ណាបាទលុចបាទគាត់ថាគាត់មកហងមាសរាល់សប្តាហ៍ហើយសួរថាមូលហេតុអីមកសប្តាហ៍គាត់ថាគូល្អមើលណាអញ្ចឹងបងប្អូនសប្តាហ៍នេះដឹងតែឆ្ងាញ់ទៀតហើយហើយអរគុណបាទជាពិសេសចំពោះបាទការផ្ដល់ជូនទឹកប្រាក់លើកទឹកចិត្តបាទជូនទៅកាន់កីឡាករទាំងអស់ពីសំណាក់អ្នកបញ្ញាលៀងមេថ្នាក់ដឹកនាំកម្ពុជារបស់ក្រុមហ៊ុនខ្មែរ Beverages ឧបត្ថម្ភកូស្ទីយ៉ារ៉ូដេតកូចំនួន2លានរៀលបាទថៃរ៉េតចំនួន2បាទសំដៅថៃរ៉េតគឺចំនួន1លានរៀលធនចន្ទៈចំនួន1លានរៀលបាទខំក្លាឌៀម50ម៉ឺនរៀលបាទពុកវិបុល50ម៉ឺនរៀលខំចក្រីបាទឈ្នះឬក៏ធនចំណាប់បាទឈ្នះដល់ម្នាក់50ម៉ឺនរៀលពិធីករ1លានរៀលគណៈកម្មការ1លានរៀលគ្រូពេទ្យ50ម៉ឺនរៀលបាទសូមស្នើទៅដល់បងសុំតមួយបាទថ្លែងអំណរគុណគឺទៅកាន់បាទទឹកចិត្តដល់ថ្លៃថ្លាពីសំណាក់អ្នកបញ្ញាលៀងមេងដែលតែងតែឧបត្ថម្ភជារាជការជូនកីឡាករនៅក្នុងការលើកទឹកចិត្តអរគុណបាទកីឡាករទាំងពីរស្ដាប់បទបញ្ជាការពុតលោកអញ្ញាកណ្ដាលលោកម៉ែនបណ្ដាហាមពុះកែងពីលើលៀងក្បាលហាមបាយពីក្រោយពីចាំកហាមបាយគឺចាប់ការពារហាមតោខ្សែមួយគឺប្រកួតហាមលើកបោកហាមបាយជើងផ្ដួលដួលហាមថែមអញ្ញាកណ្ដាលស្រីថាស្តុកគឺឈប់អញ្ញាកណ្ដាលស្រីថាបោកគឺវាយនេះជាបទបញ្ជានៃការប្រកួតរបស់សហព័ន្ធកីឡាបណ្ដាលគុណខ្មែរជម្រាបជូនថាគូនេះប្រកួត3ទឹកលក្ខណៈគុណខ្មែរកង់ចេញបរៀមប្រកួត3នាទីសម្រាប់2នាទីបានការប្រកួតរវាងកូនសិស្សរបស់លោកគ្រូបឺតខំប៉ះជាមួយលោកគ្រូកូនសិស្សរបស់លោកគ្រូធុនសុភាបាទបងប្អូនមានឃើញអីប្លែកទេបងប្អូនមិនដឹងអ្នកណាជួបខ្ញុំមិនដឹងបាទនៅวันนี้បាទនៅวันนี้មកមើលសង្វៀន Extreme មកហើយនៅวันนี้បាទនៅวันนี้ទៅខាងណាបាទជំរាបសួរបងប្អូនទិញនៅวันนี้បាទស្វាគមន៍នៅวันนี้មកកាន់សង្វៀន Extreme ទូប្រេងរបស់មហាម៉ាត់អត់ទៅណាទេមហាម៉ាត់ចាប់ឲ្យជាប់លោកគ្រូថេនបាទមិនមានអង្គ3ហ៎ចៅក្រមត្រៀមព្រមព្រៀបប្រកួត Extreme Cambodia គុណខ្មែរគូពិសេសទី2កឹងចេញបរៀមទឹកទី1បានហាំចាក់គ្រីនបង្គោលក្រហមហូតចំណាប់បង្គោលគៀវទាត់ជើងក្រោមកាប់តឡាយឆ្វេងមកមួយហែកវិញទល់ពីចំណាប់ទៅលើចាក់គ្រីនទាត់ស្ដាំទៅលោកហែបកាប់តៃមកទៀតបញ្ជូនទៅទាត់ជើងក្រោមក្រាបកាប់តឡាយស្ដាំទាត់ឆ្វេងមកមួយទៀតពីចំណាប់តែញាក់យកមកមួយទាត់ស្រាលកាប់តឡាយឆ្វេងកាប់តឡាយស្ដាំទៅមួយទាត់ទៅទាត់មកអីយ៉យមិនធម្មតាទេក៏ចូលមកភ្លាមស្វាគមន៍កំដាប់តៃឆ្វេងបាទការប្រកួតកង់ចេញបរៀមហើយឆ្វេងមកមួយពីចំណាប់ទៅលើធុនចាក់គ្រីនទូពិសេសជាតិកាប់តឡាយស្ដាំមកមួយទៀត
cặp trở lại ôi cặp chạm cho mình ấy da cặp chạm cho mìnhទៀតអ្នកស្ដាំទល់អាយយបាញ់បាញ់នេះកុសលរបស់គ្រូទេមិនថេនកាប់ចានមកមួយបាទដេកស្អាតមកមួយហើយកុសលរបស់គ្រូទុនវិធាឥឡូវនេះបាទមកដល់គូទី2ការប្រកួតបាទគុតខ្មែរកងចេញមករៀមបាទក្នុងប្រភេទប្រពន្ធស្រាលញាក់មកមួយរិចស្ដាំកាប់តឡាយស្ដាំតមកវិញបោះជង្គង់ឆ្វេងជង្គង់គ្រៀបមកបោះជង្គង់ស្ដាំពីចំណាប់បោះជង្គង់ឆ្វេងជង្គង់ទៅជង្គង់មកបាត់តម្រៃថ្វាយការពីចាក់គ្រិនបោះជង្គង់ស្ដាំមកមួយជង្គង់ស្ដាំមួយទៀតបាទអ្នកឲ្យទឹកបាទកូនសិស្សរបស់លោកគ្រូពើខំសូរិយាខំក្លារៀកបាទកាត់តឡាយឆ្វេងពីចំណាប់អត់អីតោប្រដាប់បោះជង្គង់ស្ដាំពីចាក់គ្រិនបោះជង្គង់ឆ្វេងពីចាក់គ្រិនទៅលើចំណាប់ទល់ជង្គង់ជាប់លោកអញ្ញាកដាលញ៉េចេញហើយយកបែកចៅស្ដាំបាត់ហើយបែកចៅស្ដាំមកចាក់គ្រិនអត់អីទេបែកតិចទេបាទយកដៃជូតឈាមអត់មានអីរារាំងទេបដូរហើយចាក់គ្រិនឆ្វេងស្ដាំឆ្វេងបោះជង្គង់ឆ្វេងពីចាក់គ្រិនទៅលើចំណាប់បោះស្ដាំមកមួយទៀតអូយបាទដៅស្លាប់ធាហើយបើសិនកាន់តែក្តៅហើយយល់យកទីញាក់ដើរចូលពីចាក់គ្រិនញាក់បាទដល់រយស្ដាំបញ្ជូឆ្វេងមួយទៀតបាទពីចំណាប់ដល់រយស្ដាំតបមកវិញពីចាក់គ្រិនឆ្វេងស្ដាំបោះជង្គង់ស្ដាំទៀតពីចាក់គ្រិនហោមួយអូយបោះជង្គង់ស្ដាំមកមួយទៀតដួលទាំងព្រមតែម្ដងអត់បញ្ហាយកដៃជូនជៀមបាទពីចាក់គ្រិនបែកតិចតែទេបាទបែកតិចទេដល់រយស្ដាំពីចាក់គ្រិនសងមកវិញហេនៅតែយ៉ាងកាប់តឡាយកាប់ចានឆ្វេងដេញចូលដេញវាពីចាក់គ្រិនទៅលើចំណាប់កាប់តឡាយស្ដាំសងមកវិញគេទោះមកដួលពីចាក់គ្រិនទៅលើចំណាប់នៅតែយ៉ាងដើរចូលដល់រយឆ្វេងស្ដាំសងមកវិញពីចាក់គ្រិនទៅលើចំណាប់ដើរចូលពីចាក់គ្រិនកាប់ចានឆ្វេងមកមួយពីចាក់គ្រិននៅតែយ៉ាងដើរចូលហែកឆ្វេងចូលពីចាក់គ្រិនទៅលើចំណាប់បាត់ទីកាប់តឡាយស្ដាំអូជង្គង់ស្ដាំមកមួយចប់ទី1ទៅដូចបាយពុះមកគូនេះ សងវៀន Extreme គេវិទ្យាគុណខ្មែរគូពិសេសនេះកុំភ្លេចណាអ្នកឈ្នះបាទអ្នកអញ្ញាលៀមមិនឧបត្ថម្ភប្រាក់លើកទៅចិត្ត50,000រៀលបន្ថែមអ្នកដែលផ្ដួលគូប្រកួតបានលឿនបាន1លានរៀលគូដែលជួយចិត្តទទួលបានម្នាក់1លានរៀលអញ្ចឹងបងប្អូនណាបាទគណៈករទាំងពីរខំប្រឹងអរគុណដល់ទឹកភាសាកម្ពុជាផលិតឡើងដោយរោងចក្រលំដាប់ពិភពលោករបស់ក្រុមហ៊ុន Chip Mong Group បាទជាពិសេសគឺបន្សុទ្ធជាមួយបច្ចេកវិទ្យា Smart Triple Filter ដែលមានតែក្រុមហ៊ុនខ្មែរវិទ្យាមួយគត់ដែលមានបច្ចេកវិទ្យាដ៏ទំនើបនេះកុំភ្លេចពិសាទឹកភាសាកម្ពុជាដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងបាទមុនទស្សនាការប្រកួតសូមទស្សនារូបភាពយឺតបាទឥឡូវយើងទៅចាប់អារម្មណ៍រូបភាពយឺតបន្តិចសិនដោយសារតែមានចំណុចដែលគួរឲ្យចាប់អារម្មណ៍ឥឡូវគេថាក្រុមការងាររបស់យើងដាក់មកហើយបាទរូបភាពបើយឺតគេថាបានបញ្ចេញមកហើយបាទកន្លែងនេះគេថាកំពុងតែគ្រាកគ្នាទៅវិញទៅមកបាទទាត់មកជើងរបស់ចំណាប់បាទទៅលើចាក់ព្រីនវាយដៃទៅវិញទៅមកដូចគ្នាទីទៀតឃើញចំណុចហើយកន្លែងនេះជង្គង់ក្តាប់ដៃពីដៃរបស់ចាក់ព្រីនហើយជង្គង់របស់ចាក់ព្រីនធនចំណាប់ទូបជាប់អត់អីណែចូលទៅទៀតក្តាប់ដៃឆ្វេងមួយស្ដាំមួយហោះចាក់មកជង្គង់ទៀតរបស់ខំចាក់ព្រីនបាទកូនសិស្សរបស់លោកគ្រូមើលខំតែបងប្អូនចង់ឃើញលោកគ្រូមកមើលកូនសិស្សណែដើរចូលទីទៀតប្រិយមិត្តបានទស្សនាទឹកទី2អ្នកទឹកចេញក្រៅ Extreme Cambodia គុនខ្មែរគូពិសេសទី2កង់ចេញរៀមទឹកទី2បាទគណៈធិបតីលោកស្រីនាងកញ្ញាជាទីគោរពទឹកទី2គូទី2ការប្រកួតបគុណខ្មែរកង់ចេញរៀមអាយ៉ាអូយបានលំលត់យ៉ាងនេះអេតែបើថា3ទឹកណាបើ3ទឹកបានណូតទុកមួយហើយនិយមអាយ៉ាចាក់គ្រីនគេឆក់ដៃលឿនណាយ៉ាងដែរបានលោកគ្រូសុំថាអើបើចូលដៃសុំកង់ចេញរៀមចំណាប់ថាអត់អីទេបាទធុនចំណាប់នេះគឺបងអូនប្រុសបង្កើតរកកំពូលអ្នកលេខធំយាមធុនផានិតបងអូនរបស់ធុនផានិតអ្នកកោះកង់យើងទេបាទអ្នកកោះកង់បើប៉ះមួយអ្នកអត់មានជ័យចាក់គ្រីនអ្នកអត់មានជ័យប៉ះជាមួយអ្នកកោះកង់បាទដើរចូលបីម្ដាយខាងស្ដាំរបស់ចំណាប់ធុនចំណាប់ដើរចូលសូមគ្នាទៅវិញទៅមកអីរយចូលហើយកន្លែងនេះស្រាំមួយឆ្វេងមួយអាយ៉ាចាក់គ្រីនដើរចូលហើយចាក់គ្រីនដើរចូលទៅលើបាយក្រោមបងប្អូនអោយតែឆ្លងផុតពីទឹកចិញ្ចាំអ៊ុតទឹកទី3ហើយពួកឯងកង់ចេញរៀមគឺជាការប្រកួតដែលបដូរក្តាប់ដៃគ្នាទៅវិញទៅមកចាក់ជង្គង់គ្រាជាប់លោកគ្រូអាជ្ញាក្រាបវិជាការប្រកួតតែជុំសិនចាក់គ្រីនអត់បញ្ហាបែកចិញ្ចើមខាងស្ដាំតិចអត់អីដែរបីមួយដៃបាទ
យើងឈានទៅដល់គូទី3យើងទៅដល់ការប្រកួតគូពិសេសអន្តរជាតិហើយបាទជង្គង់ទៅជង្គង់មកជង្គង់ទៅជង្គង់មកហក់ទៅចាប់អោបជាប់ទៅគូអាញាក្រាលចូលទៅនិយាយកីឡាកណ្ដាល2សិនចាក់គ្រឿងតាំងឃុំធុនចំដាប់ដើរចូលញ៉ាយចិត្តនឹកទៅដល់លោកគ្រូធុនសុភាផងដែរលោកគ្រូសំណប់ចិត្តអាយ៉ារឿងចេញហើយកុំញ៉ាយចិត្តនឹកដល់លោកគ្រូបើខំដែរសុំទៅលោកគ្រូសំណប់ចិត្តណែចាប់អីអូយទៅដល់លោកគ្រូអាញាកណ្ដាលណាអូយអត់ឲ្យបោកទាត់ទេទៅដល់ចាប់ជាប់បាទអញ្ចឹងលោកគ្រូអាញាកណ្ដាលគាត់មិនធឹមតែអ្នកក្រាមើលការខុសត្រូវទេគាត់គឺជាបាត់អាញាកណ្ដាលតែគាត់ជួយសង្គ្រោះកីឡាករបានយ៉ាងមានប្រសិទ្ធភាពចាក់ជង្គង់ទៅវិញទៅមកចាក់ជង្គង់ទៅវិញទៅមកកន្លែងនេះរុញចេញសិនហ៊ុនចំណាប់ដើរចូលចាក់គ្រីមវាយចាក់ទុំមើលរបស់ចំណាប់ចំណាប់ដើរចូលវាយមើលរបស់ចាក់គ្រីមចាប់បោកកន្លែងនេះចាប់បោកអត់គ្រាន់ទេលោកគ្រូអាញាកណ្ដាលទៅដល់ទៀតបន្តការប្រកួតទៀតបាទទឹកទី2ក្រាកាន់តែគីហើយបាទចាក់អោបគ្នាទៅវិញទៅមកបោកកន្លែងនេះលុកក្តាប់ដៃទៅចាប់ជាប់កន្លែងនេះលោកគ្រូអាញាកណ្ដាលនិយាយកណ្ដាលគាត់ទៅពីសិនបាទแล้วបន្តទៅទៀតបាទបន្តទៅទៀតទុនកណ្ដាប់ដៃចូលលូកកណ្ដាប់ដៃអូយបាទចូលកណ្ដាប់ដៃកន្លែងនេះស្ដាំមួយអាយ៉ាចាក់គ្រីមដែរបាទបោយរុញកន្លែងនេះបាទចប់ទឹកទី2ចំណាប់ណែទៅទីដៃពីចំណាប់សងមកវិញចំណាប់ដៃស្ដាំបញ្ជូនមកពីបាទចាក់គ្រីមបាទវាពោះទឹកបាទខៅឆ្វេងបដូរកណ្ដាប់ដៃគ្នាកន្លែងនេះបាទទៅដៃចូលដល់រិចស្ដាំផុតកន្លែងនេះមកមួយបោះជង្គង់ឆ្វេងពីចាក់គ្រីមបាទនេះបដូរមកមួយអត់អីទាំងអស់គ្នាបាទកិច្ចមកផុតចូលទៅខៅស្ដាំរវងបច្ចាក់មកទៀតបាទជូនស្ដាំផុតមួយទៀតបាទផុតតែប្រមាណដៃទាំងអស់បាទយកតែកន្លែងផុតលាក់ឲ្យទឹកចេញក្រៅ Extreme Cambodia គុនខ្មែរគូពិសេសទី2កង់ចេញព្រាមទឹកទី3ដែលជាទឹកប្រត្របាទទឹកទី3ដែលជាទឹកប្រៃព្រាត់បាទចាក់គ្រីមបាទបាក់ជាមួយនឹងចំណាប់បាទខៅឆ្វេងពីចំណាប់តោមកវិញបាច់ទឹកចាច់ទាត់ជើងក្រោមមកមួយពីចាក់គ្រីមទៅទីញាក់ដើរចូលពីខំចាក់គ្រីមកាប់ចានឆ្វេងផុតចានត្រូវឆ្នាំងទៅទីញាក់ដើរចូលមកទៀតបាទយ៉ាកាប់ចានឆ្វេងត្រូវចានហើយកន្លែងនេះបាទពីចាក់គ្រីមបាទគាត់ស្ដាប់មកមួយទៀតតោកណ្ដាប់ដៃមួយពីរអាយយអាយ៉ាសាច់ទៅត្រឹមតរ៉ាច់ស្ដាប់មកមួយទៀតបញ្ជូនពីចាក់គ្រីមកាត់កន្លែងឆ្វេងតោកណ្ដាប់ដៃស្ដាំពីចាក់គ្រីមសងមកវិញដូចគ្នាបាទចំណាប់បោះជង្គង់ស្ដាប់ជង្គង់ឆ្វេងពីចាក់គ្រីមវាយលះសងលះបាទគូមិត្តភាពជាតិមែនប៉ុន្តែវាយអត់មានលះទេមានប្រមាណបច្ចេកប៉ុណ្ណឹងទាត់ជើងក្រោមពីចំណាប់ទៅលើចាក់គ្រីមពួកគាត់ឡើងមើលហើយបាទកាត់ត្រៃឆ្វេងតោកណ្ដាប់ដៃស្ដាំឆ្វេងមួយទៀតពីរដៃគាត់ទួតពីចាក់គ្រីមដល់រៃឆ្វេងកាត់ត្រៃស្ដាំដល់រៃឆ្វេងសងមកវិញដៃទឹកចាយបាទពីចំណាប់បោះជង្គង់ឆ្វេងមួយទៀតជង្គង់ឆ្វេងទៀតពេលវេលាក៏កាន់តែទៀតដែរបាទនៅ1នាទីទៀតបោះជង្គង់ឆ្វេងយកកាច់បដួលអត់អីទេយកត្រេះមកវិញពីចំណាប់ឲ្យឆ្វេងផុតមកមួយបាទពីយើងទាត់ឆ្វេងនៅតែផុតអ្នកឆ្វេងទល់គាត់ទៀត200ម៉ែត្របាទតែតាមមក2ម៉ែត្រទេបងប្អូនដូរកណ្ដាប់ដៃឆ្វេងស្ដាំលើទៅញាក់ដើរចូលពីចាក់គ្រីមបាទចំណាប់ត្រៀមហើយទោះជើងក្រោយពីចំណាប់ដរិចស្ដាប់ពីចំណាប់បោបោះជង្គង់ឆ្វេងជង្គង់ស្ដាំឆ្វេងស្ដាំជង្គង់ទោះមកបដួលពីចំណាប់លើបោករេពីចាក់គ្រីមថាអត់អីនៅកម្លាំងពេញបឹកសូមបន្ថែមពីទឹកទៀតបានអត់ណែវាយតែ3ទឹកទេបោះជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ឆ្វេងជង្គង់ទៅជង្គង់មកជង្គង់ទៅជង្គង់មកលោកអាញាកណ្ដាលនិយាយចេញបាទនៅសល់45វិនាទីចុងក្រោយសម្រាប់ការប្រកួតទឹកចុងក្រោយទឹកទី3វាយនៅរំដូរកណ្ដាប់ដៃបោះជង្គង់ស្ដាំតបជើងស្ដាំខៅឆ្វេងពីចំណាប់បោះជង្គង់ស្ដាំពីចំណាប់ជង្គង់ឆ្វេងពីចំណាប់ជង្គង់តបមកវិញពីចាក់គ្រីមបាទលោកអាញាកណ្ដាលបាទទ្រាំបាទក្នុងការចាប់បំបែកពីញាក់ដើរចូលពីចំណាប់តមកមួយទៀតបោះជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំមួយទៀតអាយយអូយទៅខ្ញុំទៅបីស្គរត្រូជាខេហើយបាទនេះពេលនេះដល់តែ8វិនាទីចុងក្រោយទេកាលពីលូកឆ្វេងទៅចូលបាទពីចាក់គ្រីមកាប់តឡាយឆ្វេងពុតចុងក្រោយមួយអយយចូលបាត់ហើយលោកគួរញ៉ាកណ្ដាលជួយគាត់ទី3ទឹកទី3 final round ក្រហមឬខៀវឬក្រហម
បងប្អូនគាត់តែគូនេះខ្លាយជាគូជួយចិត្តអត់បងប្អូនបើថាឲ្យខ្លាយជាគូជួយចិត្តហូមួយ បាទជួចិត្តគាត់បានម្នាក់1លានរៀលបងប្អូនណាបកគោក្រហម1លានរៀលបកគោខៀវ1លានរៀលអរគុណច្រើនឥឡូវសូមទស្សនាជាមួយរូបភាព slow motion បាទទេសនារូបភាព slow motion 3ទឹកគឺថាអត់មានដកដង្ហើមមួយទឹកទេណាបាទចង់ដាច់ដង្ហើមទាំង3ទឹកណាញាក់មួយពីចាក់រិនកាប់ចានឆ្វេងកន្លែងនេះអត់អីទេហែមស្ដាំមកមួយទៀតបាទលាស់ខ្លួនចេញបាទសម្រាប់ថាអត់អីទេ no problem brother ញាក់ទៀតនេះកាប់ចានឆ្វេងកន្លែងអស្ទើបន្តិចបាទគល់ធ្គាមបាទនេះថាពេញហ្នឹងត្រង់ជើងស្ដុកដូចគូទី1ហើយប៉ុន្តែសើបងទាំងពីរបាទអត់មានលាក់កម្លាំងអត់មានលាក់ក្បាច់ទេចេញមកអស់តែម្ដងបាទថ្ងៃនេះយើងជួបគ្នាមិនប្រកាសថាថ្ងៃក្រោយយើងបានជួបគ្នាទេមានន័យថាអាចទៅគួរអន្តរជាតិ ហើយមកនិយាយចឹងបាទអរគុណច្រើនបងប្អូនក្រហមឬខៀវខៀវឬក្រហមរងចាំមើលតាមលទ្ធផលអញ្ញាកដាលគ្រូចៅក្រុមអង្គចៅក្រុមទាំង5បានធ្វើការកាត់សេចក្តីថាកីឡាករណានឹងអាចទទួលបានជ័យជំនះនៅក្នុងពេលនេះសូមស្ដាប់លទ្ធផលជាផ្លូវការ គណៈធិបតីជាទីគោរពអស់លោកស្រីនិងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញយ៉ាងស្វិតស្វាញហើយគូនេះក៏ចូលនៅក្នុងកំណត់ត្រាគូដ៏ជក់ចិត្តផងដែររងចាំ5គូទៀតលទ្ធផលចៅក្រុមសម្រេចឲ្យឈ្នះដោយឯកច្ឆន្ទបង្គោលក្រហមខំចាក់រី តស៊ូណាស់បែកចាំស្ដាំបន្តិចខំចាក់ព្រិចតែអាចទទួលបានជ័យជំនះបាន